ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងបន្តជជែកអំពីវិបត្តិដែលកំពុងតែកើតឡើងនៅប្រទេសរុស្ស៊ីរោងចក្រចម្រាញ់ប្រេងដែលអ៊ុយក្រែនបានវាយប្រហារកាលពីម្សិលមិញគឺជារោងចក្រចម្រាញ់ប្រេងដែលធំជាងគេហើយទំនើបជាងគេបំផុតនៅរុស្ស៊ីតែម្ដងមុននឹងមានការវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងនេះមានអ្នកធ្វើវីដេអូ blog ជាច្រើនបាននិយាយថាឲ្យរុស្ស៊ីការពារកន្លែងចម្រាញ់ប្រេងនេះប៉ុន្តែចុងក្រោយនៅតែរងការវាយប្រហារអញ្ចឹងមានថាមិនមែនរុស្ស៊ីមិនដឹងទេប៉ុន្តែរុស្ស៊ីគ្មានសមត្ថភាពក្នុងការការពារមានរូបភាពពីប្រជាជនរបស់រុស្ស៊ីផ្ទាល់តែម្ដងដែលថតហើយគាត់រាប់ចំនួន drone គឺទាំងអស់12 drone ដែលហោះចូលរោងចក្រចម្រាញ់ប្រេងនេះមានតែមួយតែប៉ុណ្ណោះដែលត្រូវបានបាញ់កំទេចទាំងអស់11ត្រូវបានបុកចូលរោងចក្រចម្រាញ់ប្រេងដែលធំជាងគេនេះហើយបើតាមតួលេខមុនពេលដែលរងការវាយប្រហាររោងចក្រចម្រាញ់ប្រេងធំនេះជិត 43% ហើយនៃរោងចក្រចម្រាញ់ប្រេងរងការវាយប្រហារអញ្ចឹងថែមអាធំជាងគេនេះមួយទៀតគឺអាចលើសពី 50% បើតាមអ្វីដែលយើងតាមដានព័ត៌មានបច្ចុប្បន្នរឿងដែលកំពុងតែកើតឡើងហើយប្លែកជាងគេនៅរុស្ស៊ីបច្ចុប្បន្ននេះគឺប្រជាជនរុស្ស៊ីចាប់ផ្ដើមទិញសេះជីហើយដោយសារតែពិបាកក្នុងការរកប្រេងចាក់ពេកអញ្ចឹងអ្នកខ្លះក៏សម្រេចចិត្តចាប់ផ្ដើមទិញសេះខ្លះដែលនៅកន្លែងទីសត្វតាឃានហើយក៏ត្រូវបានគេចាប់ផ្ដើមទិញយកមកប្រើប្រាស់ហើយពេលខ្លះក៏ខ្លាចជាអាចថាជា trend មួយដែលល្បីនៅក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្នអញ្ចឹងសម្រាប់វីដេអូនេះគឺលម្អិតទាក់ទងនឹងវិបត្តិដែលកើតឡើងនៅរុស្ស៊ីយើងឃើញថាមុននឹងសម័យសូវៀតដួលរលំក៏មានវិបត្តិប្រេងនេះកើតឡើងដែរនេះគឺជាប្រវត្តិសាស្ត្រតើវាអាចច្រំដែលនៅលើទឹកដីរុស្ស៊ីនឹងដដែលទៀតឬក៏យ៉ាងណាតោះអញ្ចឹងយើងទស្សនាទាំងអស់គ្នាយើងចាប់ផ្ដើមពីឆ្នាំ1991គឺសម័យសហភាពសូវៀតគឺមានការខ្វះខាតប្រេងជាច្រើនប្រជាជនក៏តម្រង់ជួរក្នុងការទិញប្រេងដូចគ្នាហើយតែប្រហែលខែក្រោយមកគឺសហភាពសូវៀតចាប់ផ្ដើមដួលរលំហើយឥឡូវនេះអ្វីដែលកើតឡើងគឺអាចនឹងស្រដៀងគ្នាពីលើកមុនទៅហើយមានអ្នកសួរសំណួរមួយថាតើមានអ្នកណាដែលអាចនៅរស់នៅឆ្លងកាត់សម័យសូវៀតទេតើសម័យសូវៀតនឹងដួលរលំដោយរបៀបណាដូចយើងដឹងហើយថាកាលពីម្សិលមិញគឺអ៊ុយក្រែនបានធ្វើរឿងដែលគ្រប់គ្នាស្ទើរតែមិនអាចជឿតែម្ដងគឺពួកគេបានវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងដែលជ្រៅជាងគេហើយថ្លៃជាងគេធំជាងគេរបស់រុស្ស៊ីបច្ចុប្បន្ននេះគឺរោងចក្រចម្រាញ់ប្រេងស្ទើរតែ 50% របស់រុស្ស៊ីគឺត្រូវបានផ្អាកបាត់ទៅហើយថែមនឹងការវាយប្រហារនេះទៀតគឺកាន់តែច្រើនចំពោះរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីហើយក្នុងនេះក៏គាត់និយាយអំពីការប្រតិបត្តិការវាយប្រហារនេះគឺអាចមានការចូលរួមពីខាង CIA ចូលរួមជួយទៅលើអ៊ុយក្រែនផងដែរអូខេហើយរូបខ្លះក៏បង្ហាញអំពីការជិះសេះនៅកណ្ដាលក្រុងម៉ូស្គូតែម្ដងហើយរឿងជាច្រើននឹងកើតឡើងនេះគ្រាន់តែជាការ highlight ខ្លះៗរបស់ពួកគេនេះទៀតយើងនឹងធ្វើការលម្អិតម្ដងមួយជូនអ្នកទាំងអស់គ្នាតែម្ដងដើម្បីស្វែងយល់អំពីការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងកាលពីម្សិលមិញហេតុអ្វីបានជាសំខាន់ម្ល៉េះយើងត្រូវតែស្វែងយល់លម្អិតអំពីរឿងទាំងអស់នេះគឺជារឿងកាលពី4ថ្ងៃមុនទេតែជាអ្នកសារព័ត៌មានឬក៏អ្នកធ្វើវីដេអូល្បីមួយនៅក្នុងប្រទេសរុស្ស៊ីដែលគ្រប់គ្រងទៅលើសង្គ្រាមរុស្ស៊ីនឹងបាននិយាយឬក៏ប្រមានអំពីរឿងដែលអាចកើតឡើងដែលអាចអ៊ុយក្រែនអាចវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងមួយនេះប៉ុន្តែហេតុអីបានជារដ្ឋាភិបាលមិនព្រមការពារនៅរោងចក្រចម្រាញ់ប្រេងមួយនេះហើយនេះគឺជារោងចក្រចម្រាញ់ប្រេងមួយដែលថ្លៃជាងគេហើយនៅសល់អ៊ុយក្រែនមិនទាន់បានវាយប្រហារនេះគាត់និយាយមុនពេលដែលវាយប្រហារទៅទៀតនេះគឺជាអ្វីដែលគាត់បាននិយាយបច្ចុប្បន្ននេះគឺអ៊ុយក្រែនមានគោលដៅតែមួយទេគឺវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងហើយយើងគួរតែបញ្ឈប់វាយើងត្រូវតែដាក់ប្រព័ន្ធការពារឲ្យច្រើនដើម្បីការពារទៅលើរោងចក្រចម្រាញ់ប្រេងមួយនេះអាចថា4ជាន់ក៏បានដែរដើម្បីការពារហើយគាត់ក៏បានបន្ទោសទៅលើមន្ត្រីនៅក្នុងរុស្ស៊ីទាំងដែរតើពួកគេកំពុងតែធ្វើអីតើពួកគេរងចាំអ្វី
រងចាំឲ្យលោក President ឬក៏លោក Putin ប្រាប់ឲ្យតការពារទីហ្នឹងឬក៏យ៉ាងម៉េចហើយថាមន្ត្រីថ្នាក់ក្រោមទាំងអស់ហ្នឹងគឺមិនមានការសម្រេចចិត្តអីដោយខ្លួនឯងទល់តែសោះឬក៏យ៉ាងម៉េចគាត់មិនហ៊ានបន្ទោសលោក Putin ទេប៉ុន្តែគាត់បន្ទោសមន្ត្រីថ្នាក់ក្រោមទេអ្នកឯងទាំងអស់គ្នាមកអង្គុយធ្វើអីនៅខាងក្រោមហ្នឹងឥឡូវនេះទឹកដីកំណើតរបស់យើងកំពុងតែរងការវាយប្រហារហើយឬក៏គ្រោះថ្នាក់ហើយសម្បីតែអាល្លឺម៉ង់ក៏បាននិយាយដែរថាពួកគេអាចវាយចូលឬក៏ចាប់យកតំបន់ Kaliningrad ហ្នឹងតែមួយថ្ងៃទេគម្រោងរបស់ពួកគេគឺនឹងប្រឆាំងយើងនៅក្នុងឆ្នាំ2027ឥឡូវហ្នឹងពួកគេមិនបានលាក់ទៀតទេយើងត្រូវតែការពារប្រធានាធិបតីរុស្ស៊ីបើមិនចឹងទេយើងនឹងចាញ់ទាំងអស់គ្នាហើយអត្ថន័យរបស់គាត់ដឹងថាអ៊ុយក្រែននឹងវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងអូមហ្នឹងដោយសារតែវាជារោងចក្រចម្រាញ់ប្រេងធំជាងគេហើយគាត់មិនបានបន្ទោសមេដឹកនាំធំទេគាត់និយាយពីមន្ត្រីថ្នាក់ក្រោមតែកំពុងធ្វើអីមិនព្រមដាក់ប្រព័ន្ធការពារ 3-4 ជាន់ទៅហើយនិយាយអំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងគឺគាត់ឲ្យតែការពារលោក Putin មានថាគាត់មិនហ៊ានបន្ទោសធានាធិបតីទៅគាត់បន្ទោសតែមន្ត្រីឬក៏យោធាអ្នកក្រោមតែប៉ុណ្ណឹងឥឡូវបើយើងគិតទៅបើសិនជាអ្នកធ្វើវីដេអូ YouTube ម្នាក់អាចយល់អំពីភាពសំខាន់នៃរោងចក្រចម្រាញ់ប្រេងអញ្ចឹងមានន័យថាសម្រាប់តាហ៊ានឬក៏កងទ័ពគឺប្រហែលជាដឹងហើយថាកន្លែងនេះគឺជាកន្លែងសំខាន់ប៉ុន្តែហេតុអីបានជាពួកគេមិនអាចការពារបានហើយនេះគឺជាតួលេខមុនពេលការវាយប្រហាររោងចក្រចម្រាញ់ប្រេងនេះគឺ 42.74% នៃរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីត្រូវបានវាយប្រហារនេះគឺជាទិន្នន័យចេញពីខាងអ៊ុយក្រែនទេបើមុនពេលវាយប្រហារវា42ហើយទម្រាំនឹងការវាយប្រហារនេះទៀតគឺវាកាន់តែច្រើនទិន្នន័យទាំងអស់នេះកាលពីម្សិលមិញក៏យើងបាននិយាយដែរគាត់ថាតួលេខវាអាចខុសគ្នាតិចតួចក្នុងនេះគេនិយាយថារោងចក្រចម្រាញ់ប្រេងអូមនឹងគឺតំណាងឲ្យការចម្រាញ់ប្រេងសរុបរបស់រុស្ស៊ីគឺ8%ដែលម្សិលមិញយើងនិយាយថា 10% ចឹងវាមិនខុសគ្នាពេកទេវាខុសគ្នាតិចតួចហើយឥឡូវនេះគឺរោងចក្រចម្រាញ់ប្រេងទាំងអស់ហ្នឹងគឺសមត្ថភាព 43% រងការវាយប្រហារឬក៏បិទបាត់ទៅហើយឥឡូវនេះអាធំជាងគេរងការវាយប្រហារទៀតអញ្ចឹងវាអាចនឹងឡើងដល់50ទៅ50% ជាងឯណោះហើយក្នុងនេះក៏គេនិយាយអំពីតកតងតួលេខ 2500 គីឡូនេះគឺជាតួលេខនៃការវាស់ចាប់ពីព្រំដែនរបស់អ៊ុយក្រែនរហូតដល់រោងចក្រចម្រាញ់ប្រេងប៉ុន្តែទីតាំងនៃការវាយប្រហារពិតប្រាកដវាមិនមែនកន្លែងហ្នឹងទេជាងជួនកាលអាចនឹងឆ្ងាយជាងនេះទៀតបើសិនជាគេវាយប្រហារចេញពីក្នុងទឹកដីរបស់អ៊ុយក្រែនមិនមែន 2500 អាចលើស 2500 នេះគឺជារូបភាពនៃរោងចក្រចម្រាញ់ប្រេងទាំង11ដែលរងការវាយប្រហារដោយខាងអ៊ុយក្រែនអញ្ចឹងវាមានច្រើនវាមានលេខ1គឺជារោងចក្រចម្រាញ់ប្រេងអ៊ុំមួយហ្នឹងដែលមានការចម្រាញ់រហូតដល់ 5.07 លានតោនមានរោងចក្រផ្សេងៗ4លានតោនជាងអាខ្លះ 2.3 2.9 ខ្លះ 2.6 2.2 ហើយដល់រោងចក្រទី11ហ្នឹងគឺអត់បានណា1លានទេរោងចក្រចម្រាញ់ប្រេងអ៊ុំនេះគឺជារោងចក្រចម្រាញ់ប្រេងដែលធំជាងគេតែម្ដងក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំទាំងអស់ហ្នឹងហើយនេះគឺយើងមានអំពីរូបភាពជាច្រើនដែលខាងប្រជាជនរបស់រុស្ស៊ីបានថតដោយខ្លួនឯងបង្ហោះនៅក្នុងបណ្ដាញសង្គមតែម្ដងអូខេអញ្ចឹងយើងមើលឃ្លីបទី1តែម្ដងទាក់ទងនឹងការថតរបស់ប្រជាជនរបស់រុស្ស៊ីហ្នឹងរោងចក្រចម្រាញ់ប្រេងយើងកំពុងតែឆេះហើយរោងចក្រចម្រាញ់ប្រេងនេះរងការវាយប្រហារកាលពី10នាទីមុនខ្ញុំគ្មានបានឮសំឡេងអីទេវាឆ្ងាយពីខ្ញុំខ្លាំងណាស់ប៉ុន្តែខ្ញុំបានមើលរូបភាពហ្នឹងគឺទាំងស្រុងតែម្ដងអ្វីដែលយើងឃើញហ្នឹងគឺសំខាន់មែនទែនហើយឥឡូវនេះកុំខាតពេលអីបច្ចុប្បន្ននេះគឺអ្នកណាដែលកំពុងតែមើលវីដេអូរបស់ខ្ញុំហ្នឹងគឺបើនៅជិះឡានគឺត្រូវតែទៅកន្លែងចាក់សាំងតែម្ដងអូអញ្ចឹងបើសិនជាមានកដងសាំងកដងអីគឺយកទៅចាក់ឲ្យហើយទៅបើសិនជាគេមិនទាន់បានកំណត់ឬក៏គេអាចចាក់ឲ្យបានបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានធ្វើទេទៅចាក់ឲ្យហើយទៅយកកដងប្រេងរបស់អ្នកទៅកន្លែងចាក់សាំងឲ្យហើយយើងត្រូវតែទិញនៅដំណក់ចុងក្រោយរបស់ប្រេងសម្រាប់ថ្ងៃនេះតែម្ដងគឺវាធ្ងន់ធ្ងរខ្លាំងណាស់វាមិនមែនជារឿងលេងសើចទេនៅនេះក៏និយាយថារឿងដែលពិបាកហ្នឹងគឺខ្ញុំអត់មានកដងសាំងនៅចិត្តខ្ញុំទេដោយសារតែវានៅក្នុងការ៉ាសឡានរបស់ខ្ញុំហើយការ៉ាសឡានរបស់ខ្ញុំវាឆ្ងាយមែនទែន
បើសិនជាត្រូវការទៅយកអញ្ចឹងមានថាគាត់ក៏ចង់ទៅយកដងសាំងមកគាត់ដែរប៉ុន្តែវានៅឆ្ងាយអញ្ចឹងបើគាត់បើកទៅវាខាតតាមដដែលអញ្ចឹងហើយគាត់ប្រាប់ឲ្យអ្នកផ្សេងទៅយកនេះគឺជាព័ត៌មានដំបូងដែលខ្ញុំអាចផ្ដល់ឲ្យអ្នកហើយនេះគឺជារូបភាពទី2ទាក់ទងនឹងការថតឃើញតែម្ដង drone ហោះទៅអានេះគឺ drone ហោះហើយមិញខ្ញុំឃើញមានអា missile ចាប់ drone ប៉ុន្តែបាញ់អត់ត្រូវ drone ទេអញ្ចឹងមានថាមិនមែនតែមួយ drone នេះគឺច្រើនមែនតែបុកហើយឃើញអត់ទុំឃើញទេណាឃើញទេបន្តិចទៀតគឺមាន clip មួយទៀតគឺគាត់និយាយតែម្ដងថាមាន drone ប៉ុន្មានអី drone ប៉ុន្មានហើយក្នុងសលេង drone គេថតមិញគឺមានសលេងកំភ្លើងបាញ់គ្នាផងគាត់ថាបាញ់អត់ត្រូវនេះគាត់និយាយនេះគឺជារោងចក្រចម្រាញ់ប្រេងរបស់យើងកំពុងតែឆេះហើយគាត់ថតមកគឺមាន drone ទាំងអស់12ហើយមានតែមួយទេដែលយើងបានបាញ់ឆេះអញ្ចឹងសរុបគឺ11គឺវាហោះចូលរោងចក្រចម្រាញ់ប្រេងអញ្ចឹងគ្រប់គ្នាតែងតែឆ្ងល់ហើយបើសិនជារុស្ស៊ីអាចដឹងថាអ៊ុយក្រែនកំពុងតែវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងមួយនេះប៉ុន្តែហេតុអីបានជាស៊ីមិនអាចការពារនៅរោងចក្រចម្រាញ់ប្រេងមួយនេះហេតុអីបានជាការពារនឹងវាខ្សោយបែបហ្នឹង drone របស់អ៊ុយក្រែនពិតជាពិសេសខ្លាំងឬក៏យ៉ាងណាតែយើងឃើញហើយថា drone ហោះធម្មតាទេមិនលឿនទេថតទឿនទេចម្លើយប្រហែលជាអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលហើយដោយសារតែបញ្ហាទាំងអស់នេះកើតឡើងដោយសារតែលោកពូទីនទេគឺគាត់កំពុងតែភ័យខ្លាចគាត់យកប្រព័ន្ធការពារដែនអាកាសទាំងអស់ដែលនៅសល់គឺទៅដាក់នៅមូស្គូទាំងអស់ហើយបច្ចុប្បន្ននេះគឺជារូបភាពចេញពីមូស្គូយើងឃើញថាជិះឡានថតតែបន្តិចឃើញ Panzer F1 តិចទៅឃើញមួយទៀតឡព្រោះតែលោកពូទីនដឹងថាគាត់ត្រូវតែការពារមូស្គូឲ្យបានបើសិនជាអ្នកនៅមូស្គូខឹងឬក៏អ្នកមាននៅមូស្គូខឹងគឺនឹងធ្វើឲ្យអំណាចរបស់គាត់មានបញ្ហាអញ្ចឹងបច្ចុប្បន្ននេះគឺគាត់យកប្រព័ន្ធការពារដែនអាកាសពីកន្លែងណាដែលអាចយកបានទាំងអស់យកមកដាក់ទីនេះមូស្គូហើយនេះប្រហែលជាលោកពូទីនមិនបានគិតទេថារុស្ស៊ីអ៊ុយក្រែនអាចមានសមត្ថភាពបាញ់រហូតដល់ 2000 ឬក៏ 3000 គីឡូឯណោះនេះហើយគឺជាមូលហេតុដែលគាត់ប្រហែលជាគាត់មិនសូវដាក់ប្រព័ន្ធការពារនៅរោងចក្រចម្រាញ់ប្រេងដ៏ធំជាងគេរបស់គាត់ហើយចំណុចមួយនេះគឺគាត់និយាយអំពីការសហការរវាង CIA ទៅនឹងអ៊ុយក្រែនតើធ្វើម៉េចបានជាការវាយប្រហារវាកាន់តែខ្លាំងកាន់តែធ្វើឲ្យរុស្ស៊ីគឺខូចខាតយើងឃើញថាមកទល់បច្ចុប្បន្នអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនឹងវាខ្ទង់10ខែទៅហើយប៉ុន្តែដំបូងភាគច្រើនគឺអ៊ុយក្រែនវាយប្រហារចំកន្លែងស្តែនប្រេងតែម្ដងដែលធ្វើឲ្យការវាយប្រហារម្ដងគឺវាឆេះខ្លាំងមែនទែនដែលយើងមើលទៅយើងឃើញថាការផ្ទុះនឹងវាធំវាសម្បើមមែនទែនប៉ុន្តែបច្ចុប្បន្នយើងឃើញថាការវាយប្រហាររបស់អ៊ុយក្រែនគឺចំរោងចក្រចម្រាញ់ប្រេងប៉ុន្តែពួកគេមិនបានជ្រើសរើសវាយទៅលើកន្លែងស្តុកប្រេងទេគឺមូលហេតុមកពីការសិក្សារវាងអ៊ុយក្រែនជាមួយនឹង CIA ដែលបញ្ជាក់ថាកន្លែងដែលត្រូវវាយខ្លាំងបំផុតហ្នឹងមិនមែនកន្លែងស្តុកប្រេងទេគឺជាកន្លែងដែលរុស្ស៊ីពិបាកក្នុងការជួសជុលឬក៏ផ្លាស់ប្ដូរបំផុតអញ្ចឹងការសិក្សារវាង CIA ជាមួយនឹងអ៊ុយក្រែនបានបញ្ជាក់ថាឧបករណ៍រុស្ស៊ីមិនអាចជួសជុលបានវាធ្វើឲ្យបញ្ហាហ្នឹងគឺវាយមួយហើយគឺគាំងរាប់ខែឬក៏រាប់អាទិត្យតែម្ដងឧបករណ៍ដែលអ៊ុយក្រែនវាយប្រហារហ្នឹងក្នុងនេះគេហៅថា Coppola នេះគឺជាឧបករណ៍ដែលអ៊ុយក្រែនកំពុងតែរងវាយប្រហារដូចក្នុងវីដេអូមិញហ្នឹងក៏យើងឃើញដែរគឺវាយប្រហារចំអានឹងតែម្ដងឧបករណ៍មួយនេះគឺពិបាកក្នុងការជួសជុលខ្លាំងជាងគេបំផុតក្នុងចំណោមរោងចក្រចម្រាញ់ប្រេងឧបករណ៍ជាច្រើនរបស់រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីអាចនឹងជួសជុលរាប់សិបអាទិត្យឬក៏រាល់គ្រឿងបន្លាស់មកជួសជុលមិនបានតែម្ដងសម្រាប់រុស្ស៊ីនេះជាមូលហេតុដែលបច្ចុប្បន្ននេះនៅពេលដែលអ៊ុយក្រែនវាយហើយគឺជួសជុលអាកាសហើយក៏ប្រេងខ្វះខាតរហូតតែម្ដងអញ្ចឹងទៅនឹងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងហ្នឹងគឺយើងមានប៉ុណ្ណឹងឥឡូវយើងចូលទៅប្រជាជនរបស់រុស្ស៊ីវិញតើការរស់នៅវាលំបាកយ៉ាងម៉េច
ស្ត្រីម្នាក់នេះគាត់បាននិយាយថាអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនគឺខ្ញុំអត់មានប្រេងអីនៅសល់ទៀតទេគឺ0គីឡូតែម្ដងអស់លីងតែម្ដងកងទ័ពប្រេងរបស់ខ្ញុំគឺអស់តាំងពីម្សិលមិញឯណោះខ្ញុំមិនយល់ទេដំបូងធ្វើឲ្យយើងជួបប្រទះនៅរឿងធំជាងគេគឺតម្លៃទំនិញឡើងថ្លៃអាហារហើយគ្រប់យ៉ាងគឺថ្លៃទាំងអស់តែម្ដងសេវាកម្មអីក៏ថ្លៃដែរស្អីស្អីក៏ថ្លៃទាំងអស់តែម្ដងហើយឥឡូវនេះគឺយើងមិនអាចសូម្បីតែចាក់សាំងឡានឲ្យពេញហើយតើប្រព័ន្ធដឹកជញ្ជូនរបស់យើងនឹងកាំងទាំងអស់តែម្ដងឬក៏យ៉ាងម៉េចប្រជាជនកំពុងតែបាត់បង់ការងារហើយទាក់ទងនឹងការបើកបរឬក៏ការធ្វើដំណើរតើពួកគេនឹងធ្វើយ៉ាងម៉េចទៅបច្ចុប្បន្ននេះខ្ញុំក៏មិនយល់ដែរថាខ្ញុំនឹងរស់នៅយ៉ាងម៉េចទេនៅក្នុងប្រទេសមួយនេះតើខ្ញុំនឹងធ្វើយ៉ាងម៉េចទៅតើមានអ្នកណាអាចផ្ដល់យោបល់ឲ្យខ្ញុំបានទេតែខ្ញុំធ្វើមិនទៅហើយវិបត្តិទាំងអស់នេះក៏ជំរុញឲ្យប្រជាជនរុស្ស៊ីសម្រេចចិត្តក្នុងការទិញសេះទៅជិះដែរនេះគឺជាអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសរុស្ស៊ីអញ្ចឹងបើយើងត្រឡប់ទៅរឿងចាស់វិញសហភាពសូវៀតក៏ធ្លាប់ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំក្នុងការផលិតប្រេងដែរប៉ុន្តែនៅពេលដែលមុននឹងពួកគេដួលរលំគឺពួកគេខ្វះខាតប្រេងដូចគ្នាហើយនេះគឺជារូបភាពមួយចំនួនចេញពីសម័យសូវៀតហើយបន្តិចទៀតក៏គេនឹងបង្ហាញពីคลิปវីដេអូមួយកាលពីឆ្នាំ1991ដែរដែលបង្ហាញអំពីការជួបប្រទះរឿងខ្វះខាតប្រេងនឹងដូចគ្នានឹងបច្ចុប្បន្នអញ្ចឹងគឺមានការតម្រង់ជួរច្រើនមែនទែនវែងមែនទែននៅក្នុងប្រទេសរុស្ស៊ីដើម្បីចាក់ប្រេង93ប្រហែលជា1គីឡូឯណោះក្នុងការតម្រង់ជួរហើយគាត់សួរថាតើរងចាំចាក់ប្រេងនោះប្រហែលម៉ោងហើយនោះគាត់ថា2ម៉ោងកន្លះហើយនេះគឺជាការប្រកាសរដ្ឋនៅក្នុងភាពអាសន្នមែនទេគេថាអត់ទេនេះគឺជាថ្ងៃធម្មតាទេរបស់យើងនេះក៏សួរអ្នកចាក់សាំងតើអ្នកអាចប្រាប់ខ្ញុំបានទេតើហេតុអីបានជាអត់មានប្រេងលេខ76ខ្ញុំមិនដឹងទេហើយកុំថតខ្ញុំអីខ្ញុំកំពុងតែធ្វើការអាចទៅនិយាយជាមួយ manager របស់ខ្ញុំបានតើនេះជាផ្នែកមួយនៃការដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្នមែនទេអ្នកចាក់សាំងក៏ថាខ្ញុំក៏មិនដឹងដែរថាយើងកំពុងតែស្ថិតនៅក្នុងដំណាក់កាលអីគេខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេប៉ុន្តែខ្ញុំបើកច្រើនកន្លែងហើយដើម្បីចាក់សាំងគឺប្រហែលជាប្រេងចាំងទាំងអស់ហ្នឹងគឺត្រូវបានគេយកទៅប្រមូលផលហើយគឺធ្វើកសិកម្មហើយបើសិនជាយកទៅវិស័យកសិកម្មប្រហែលជាខ្ញុំអាចយល់បានរឿងទាំងអស់ហ្នឹងហើយទីក្រុងយើងឥឡូវគឺរាំងស្ងាត់ជាងមុនហើយចុងក្រោយបានត្រឡប់មកដល់សម័យលោកពូទីនដើមដំបូងគឺលោកពូទីនធ្វើបានល្អមែនទែនហាក់ដូចជាគាត់ជាបរិសុទ្ធដែលខ្លាំងដែលធ្វើឲ្យប្រទេសនឹងរីកចម្រើនសារជាថ្មីហើយបើអ្នកទាំងអស់គ្នាអាចសួរប្រជាជនរុស្ស៊ីដែលរស់នៅក្នុងឆ្នាំ2000គឺការចាប់ផ្ដើមដំបូងរបស់លោកពូទីនគឺល្អខ្លាំងណាស់គឺការងារគ្រប់យ៉ាងគឺកើនឡើងតម្លៃប្រេងកាលហ្នឹងគឺថ្លៃហើយគាត់បានលក់ប្រេងបានច្រើនអញ្ចឹងលោកពូទីនអាចវិនិយោគពីអ្វីដែលគាត់លក់ប្រេងបាននៅក្នុងប្រទេសហ្នឹងយកមកអភិវឌ្ឍប្រទេសគឺវាមិនសូវជាស្មុគស្មាញអីប្រហែលទេបញ្ហាគ្រប់យ៉ាងវាកើតឡើងបន្ទាប់ពីលោកពូទីននឹងចង់ប្រែក្លាយប្រទេសរុស្ស៊ីទៅជាសម័យសូវៀតពីមុនគឺរុស្ស៊ីបានធ្វើការឈ្លានពានទៅលើជ័រជាហើយយកគ្រីមៀហើយចាប់ដើមវាយប្រហារដណ្ដើមប្រទេសអ៊ុយក្រែនទាំងមូលតែម្ដងហើយបច្ចុប្បន្នគឺវាធ្លាក់ដល់ដំណាក់កាលថ្មីមួយទៀតគឺរុស្ស៊ីខ្វះប្រេងទៀតឥឡូវនេះយើងត្រឡប់មករឿងទិញសេះវិញតែម្ដងរឿងនេះគឺវាធ្ងន់ធ្ងរមែនទែនរហូតដល់ប្រជាជនចាប់ដើមទិញសេះហើយមិនមែនជារឿងតែមួយពីរដែលកើតឡើងទេគឺវាជារឿងមួយដែលគេកំពុងតែនិយាយច្រើនមែនទែននៅក្នុងប្រទេសរុស្ស៊ីឬក៏ទីក្រុងម៉ូស្គូនេះតែម្ដងជាជនរុស្ស៊ីដែលនិយាយគាត់ថាគាត់ចង់ទិញសេះខ្ញុំចង់ជិះសេះហើយយើងអានេះគឺជាដំណោះស្រាយដែលល្អរបស់យើងហើយតើគេសួរថាតើការជិះសេះនៅម៉ូស្គូវាមិនដែរគាត់ថាមានគេជិះហើយយើងក៏កំពុងតែដំណើរការរឿងនៅកំពុងតែធ្វើចឹងដែរពួកមានចេញពីស្ថិតិរបស់រុស្ស៊ីតែម្ដងបញ្ជាក់ថា
បច្ចុប្បន្ននេះគឺប្រជាជនរុស្ស៊ីបានចាប់ដើមទិញឬក៏ការលក់សេះគឺចាប់ដើមកើនឡើងខ្លាំងមែនទែនដោយសារតែបញ្ហាវិបត្តិប្រេងមួយនេះទោះបីជាឥឡូវនេះគឺតម្លៃសេះហ្នឹងគឺវាថ្លៃជាងមុនប៉ុន្តែនៅតែវាងាយស្រួលក្នុងការប្រើប្រាស់ជាងការទិញឡានក្នុងងាយស្រួលជាងការចាក់សាំងទៅទៀតហើយក្នុងរបាយការណ៍ណាបានបង្ហាញថាប្រហែលជាសេះ1000ក្បាលត្រូវបានគេទិញពីទីសត្វឃាតមកវិញយកមកចិញ្ចឹមហើយសំបីតែអ្នកភូមិឥឡូវនេះក៏នាំគ្នាទិញសេះដែរគឺគេនិយាយតែមិនសេះទេគឺសត្វជើង4អ្នកភូមិឥឡូវគឺនាំគ្នាទិញសត្វជើង4ដើម្បីយកមកប្រើប្រាស់ជំនួសឡាន off road វិញដោយសារវាថោកជាងដើម្បីយកទៅចំការរបស់ពួកគេដើម្បីធ្វើដំណើរជិះទៅចំការរបស់ពួកគេហើយនៅពេលដែលយើងទៅដល់ចំការរបស់យើងគ្រាន់តែឲ្យសេះឬក៏សត្វស៊ីស្មៅទៅចប់ស្រួលជាងជិះឡានទៅហើយម្សិលមិញក៏យើងនិយាយថាប្រជាជននៅរុស្ស៊ីបានឆ្លោះគ្នាដោយសារតែប្រេងសាំងនេះហើយនៅក្នុងនេះថ្ងៃនេះក៏យើងមានរូបភាពថ្មីដែរហើយការឆ្លោះគ្នាថ្ងៃនេះរៀងខ្លាំងជាងម្សិលមិញបន្តិចដោយសារតែការឆ្លោះគ្នានេះបែបប្រុសអញ្ចឹងបែកគ្នាដល់ខ្លាំងបន្តិចមានប្រជាជនរុស្ស៊ីដែលតម្រង់ជូរហើយវាជាម្នាក់នេះគាត់បើកចូលទៅមុនហើយបោះចូលមកក្នុងឡានហើយខាងនេះឡើងទៅវាយតែម្ដងហើយវាយបែកកញ្ចក់ខ្ទេចនេះមិនមែនជាការសម្ដែងទេស្រីឆ្លោះគ្នាធម្មតាទេប្រុសឆ្លោះគ្នាសាហាវមែនទែនគេអញ្ចឹងវាមានវិបត្តិជាច្រើនកំពុងតែកើតឡើងនៅមូស្គូឥឡូវនេះខ្ញុំសូមតែសង្ខេបត្រឹមប៉ុណ្្នឹងហើយចុងក្រោយក៏សូមនិយាយបន្តិចទៅនឹងនៅអេរ៉ង់និងអាមេរិកឥឡូវនេះក៏មានការទម្លាក់ក្របបែកទៅលើអេរ៉ង់ទៀតហើយគ្រាន់តែថាការទម្លាក់ក្របបែកគឺធ្វើឡើងតែនៅជុំវិញច្រកសមុទ្រហូម៉ូស្តេគឺច្រើនកន្លែងបន្ទាប់ពីអេរ៉ង់បានវាយប្រហារទៅលើនាវាមួយចំនួនដែលព្យាយាមដឹកជញ្ជូនចេញតាមច្រកដែលកំណត់ដោយអាមេរិកច្រកបច្ចុប្បន្នវាមាន2កំណត់ដោយអាមេរិកនិងកំណត់ដោយអេរ៉ង់បើសិនជានាវាសម្រាប់ចិត្តទៅតាមច្រកអេរ៉ង់វាជាអត់មានបញ្ហាទេប៉ុន្តែប្រហែលជាអាចត្រូវបង់លុយឬក៏អីជាមួយអេរ៉ង់តែបើសម្រាប់ចិត្តមកតាមច្រកអាមេរិកគឺអាចពេលខ្លះរងការវាយប្រហារពីអេរ៉ង់ហើយក៏អាចថាក្នុងព័ត៌មានដែលខ្ញុំទទួលបានដូចជា5ទៅ6នាវារងការវាយប្រហារហើយបន្ទាប់មកក៏អាមេរិកបានវាយប្រហារទៅលើតំបន់ច្រកសមុទ្រហូម៉ូសនឹងតាមកោះជាច្រើននៅតាមតំបន់ច្រកសមុទ្រហូម៉ូសនឹងអញ្ចឹងរឿងហ្នឹងគឺវាកាត់ឡើងដដែលចរចាវាយក៏វាយហើយកម្មវិធីប៉ុនរបស់លោកអាយ៉ាតូឡាអាលីខាម៉ាណីហ្នឹងក៏មានប្រជាជនមកចូលរួមជាច្រើនអូខេអញ្ចឹងរឿងវានៅតែដដែលរឿងការប្រយុទ្ធគ្នានៅតែបន្តហើយយើងឃើញថាការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនហ្នឹងក៏ខ្លាំងដែរគាត់ថាវីដេអូនេះយើងមិនទាន់បាននិយាយអំពីការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែនទេយើងនិយាយតែវិបត្តិដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ីដែលវាជាចំណុចដែលយើងគួរឲ្យចាប់អារម្មណ៍អូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងបើសិនជាបងប្អូនពេញចិត្តជួយ comment ជួយ like ជួយ subscribe ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ